បាយខែហ្នឹងគេញ៉ាំតរ៉េនចំណែកខ្ញុំនេះអត់មានតរ៉េនញ៉ាំមកមានតែខ្នោឥឡូវមកបេះខ្នោនេះក្អូបឥឡូវបងប្អូនខាងសបោខ្នោអីចេះភ្លៀងច្រើនអញ្ចឹងវាសើស្អុយសបោស្អុយអីអញ្ចឹងយើងយកទៅធ្វើជាខ្នោបំពងស្រួយញ៉ាំបងអូនផ្សេងអាខ្នោយើងដែលមិនសូវផ្អែមជូរទឹកបែរនឹងដើមហ្នឹងតែម្ដងណាយើងមកធ្វើខ្នោបំពងវិញគឺឆ្ងាញ់ហើយយើងទុកបានយូរទៀតចឹងបងអូនមកបេះខ្នោខ្ចីចំនួន1សម្រាប់យកទៅធ្វើខ្នោចាស់ណាបងអូនអីស៊ីខ្នោទៅពេលទុំទៅមិនឆ្ងាញ់ដដែលចឹងយើងយកបំពងវិញគឺឆ្ងាញ់ឡើងស្រួយឆ្ងាញ់ឡើយបើយើងបកទៅគឺចង់ទុំដែរបងអូនចាស់ខ្លាំងដែរហ្នឹងចឹងថ្ងៃនេះខ្ញុំបង្ហាញវីដេអូសម្រាប់យើងធ្វើបំពងញ៉ាំនៅផ្ទះបងអូនហើយបងប្អូនធ្វើលក់មានវិធីផ្សេងខ្ញុំប្រៀបរាប់ជាក្រោយអញ្ចឹងណានេះខ្ញុំធ្វើលក្ខណៈហូបនៅផ្ទះនេះខ្ញុំគឺអត់បាច់ប្រើត្រាំកបោទឹកអីទេគឺខ្ញុំបកយកមកចិត្តបំពងតែម្ដងខ្នោនេះណាតែស្រួយឆ្ងាញ់ដូចតែគ្នាគាត់ថាទុកមិនបានយូរទេបើយើងមិនត្រាំទឹកកំបោចឹងបងប្អូនចង់ធ្វើទុកយូរធ្វើជាលក់ជាអាជីវកម្មបងប្អូនណាគឺយកទៅត្រាំទឹកកំបោយកកំបោហូបម្លូស្លាយើងហ្នឹងយកទៅត្រាំទឹកដើម្បីឲ្យរងថ្លាហើយចាំយើងចាក់ហើយអាទឹកល្អយើងចាក់ចោលទៅបងប្អូនមកត្រាំបាន2ម៉ោងអីចឹងទៅយើងស្រង់ខ្នោលាងឲ្យស្អាតហើយយើងសម្ដិលឲ្យរាងស្ងួតបន្តិចហើយចាំយើងយកបំពងគឺខ្នោហ្នឹងស្រួយល្អហើយអត់ខ្លោចទេបងប្អូនយើងដាក់តិចល្មមបំពងទៅគឺស្រួយឆ្ងាញ់តែម្ដងតែនេះខ្ញុំធ្វើលក្ខណៈញ៉ាំនៅផ្ទះអត់បានហាលបានអីទេគឺល្ងាចហើយចឹងក៏ឃើញភ្លាមធ្វើភ្លាមចឹងតែអត់បញ្ហាយើងធ្វើញ៉ាំបានដូចគ្នាបងប្អូនគាត់ថាទុកមិនបានយូរអាខ្នោដែលយើងមិនប្រើកបោដូចខ្ញុំបង្ហាញពីពងចឹងឥឡូវយើងបេះមកខ្លាយវាធំល្អមែនប៉ុន្តែខ្លោនេះវាអត់សូវផ្អែមទេបងប្អូនសម្រាប់ខែហ្នឹងវាទឹកភ្លៀងអីចូលចឹងគ្រាប់វាឡើងចង់គ្រាប់វាចង់ចេញពោខ្ចីបដាអញ្ចឹងចង់ពលឹកដុសអញ្ចឹងអត់បញ្ហាទេយើងយកមកបកអញ្ចឹងមកបើសិនទុកឲ្យទុំគ្រាប់វានឹងដុសក្នុងតែម្ដងខ្នោនេះគឺខែហ្នឹងវាភ្លៀងវាអីអញ្ចឹងវារេចូលទឹកចូលអីហ្នឹងអញ្ចឹងយើងត្រូវយកបំពងញ៉ាំណាបងប្អូនតែខ្ញុំស្ដាយយកចង់ហាដោយទាំងច្រាំងទេអីខ្នោនេះអត់សូវមានច្រាំងទេសាច់ធំមែនតែម្ដងហើយជាខ្លែបអីបងប្អូនដូចបងប្អូនឃើញអញ្ចឹងគឺធំបងប្អូនពុះជា2ជា3ទេបើបងប្អូនធ្វើជាជីវកម្មបងប្អូនពុះជា2យកតែសាច់ខ្នោសត្វបានហើយអញ្ចឹងណាយើងបកបានពេញមកកញ្ច្រែងហ្នឹងមកបងប្អូនណាតែខ្នោមួយយើងធំធ្វើឲ្យមកកញ្ច្រែងយើងច្រើនដែរបងប្អូនណាមិនមែនតិចទេធ្វើលក្ខណៈជាហូបជាផ្ទះខ្លួនឯងតែលក្ខណៈគ្រួសារទេបងប្អូនណាគាត់បានធ្វើលក់ធ្វើជាជីវកម្មអីទេហើយក៏ឆ្លៀតថតបង្ហាញចែកជូនពុកម៉ែបងប្អូនចឹងទៅណាចឹងបងប្អូនពេលតាមដានពីក្រោយដែលឃើញវីដេអូនេះហើយសូមជួយតាមដានម្នាក់មួយផងជាពិសេសចុចញ៉ាកណ្ដឹងហើយតាមដានវីដេអូថ្មីរបស់អ្នកខ្ញុំចែកជូនបងប្អូនជារៀងរាល់ថ្ងៃផងដែរបងប្អូនថ្មីដែលមិនទាន់ Subscribe Channel YouTube សូម Subscribe Channel YouTube ខ្ញុំអ្នកមួយផងណាអរគុណទុកជាមុនផងដែរដើម្បីត្រឹមត្រូវហូបខ្មែរនិងហូបប្រចាំថ្ងៃរបស់អ្នកខ្ញុំផងដែរអរគុណទុកជាមុនណាបងប្អូនយើងចិត្តបែបហ្នឹងមកយើងបំពងបានហើយបងប្អូនណាគឺចិត្តជា2ជា3បើស្អីបងប្អូនចំណងចំណូលមកគឺយើងឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងមកគឺញ៉ាំតែយើងទេហើយប្រេងឆាខ្ញុំប្រើ1គីឡូថ្ងៃនេះខ្នោយើងមួយអញ្ចឹងណាចឹងក៏យើងលាងឆ្នាំងហើយយើងដាក់គេងហ្គាសចឹងមកយើងក៏ដាក់ប្រេងឆាចូលមកអញ្ចឹងណាដើម្បីបំពងយើងត្រូវប្រេងឆាយើងដាក់ឲ្យតែក្តៅមកចាំយើងដាក់ខ្នោយើងបំពងបងអូនប្រេងឆានេះគឺប្រេងឆាថ្មីទេបងអូនតិចថាមើលទៅឃើញខ្មៅអត់ចាស់អត់ប្រើទេណាគឺយកប្រេងឆាដែលយើងទើបតែទិញថ្មពីកន្លែងលក់ហើយបន្ទាប់មកក៏ថតរៀងយប់អញ្ចឹងទៅក៏ដាក់ម្សៅល្មៀតបន្តិចទៅដើម្បីឲ្យពណ៌សបកកាន់តែស្អាតអញ្ចឹងបងប្អូនមិនឆ្លាញ់ពណ៌ហ្នឹងក៏មិនបាច់ដាក់ក៏អត់បញ្ហាដែរបើខ្ញុំចង់បានពណ៌បន្តិចក៏យកដាក់ម្សៅល្មៀតចូលក្នុងទឹកប្រេងឆារបស់យើងហើយក៏តែដុតភ្លើងតែឥឡូវភ្លើងឆារបស់យើងរៀងក្តៅបន្តិចយើងក៏ចាក់តែខ្ញុំចាក់រៀងច្រើនអញ្ចឹងដូចថារៀងយប់អញ្ចឹងបងប្អូនរឿងបញ្ញាប់ដែរអញ្ចឹងទៅក៏បំពងរៀងច្រើនបើបងប្អូនចង់ឲ្យកន្លាខ្នោរបស់យើងវាដោល្អបងប្អូនចាក់តិចបានតែប្រហែលខ្ញុំចាក់បងប្អូនចាក់2ដងឯណាចំណែកខ្ញុំដាក់តែម្ដងគឺច្រើនអញ្ចឹងច្រើនមកងាស់យូរមែនតើអញ្ចឹងមានខ្លះរៀងអាវកន្លារៀងខ្លោចបន្តិចដែរអញ្ចឹងណាតែអត់បញ្ហាខ្នោយើងរៀងទុំដែរអញ្ចឹងពេលញ៉ាំទៅវាផ្អែមណាតែបងប្អូនខ្នោខ្ចីជាងហ្នឹងទៅកាន់តែល្អអញ្ចឹងណាអញ្ចឹងយើងត្រូវកូររហូតណាបងប្អូនគឺចាក់ត្រឡប់រហូតកុំឲ្យខ្លោចណាតែយើងមិនកូររហូតវានឹងអាចខ្លោចអញ្ចឹងណាឆ្នាំងទី1ដំបូងខ្ញុំអត់បានកូរជាប់ខ្ញុំទុកជាបាត់ពិសោធន៍អញ្ចឹងពេលយើងមិនសូវកូរវានឹងខ្លោចអញ្ចឹងណាតែអត់បញ្ហាទេខ្លោចស្រួយឆ្ងាញ់បងប្អូនណាហើយឥឡូវខ្នោរបស់យើងនេះក៏វាឡើងលែងផ្សៅពុះអញ្ចឹងហើយបានន័យថាខ្នោយើងចិត្តឆ្អិនហើយអញ្ចឹងពេលនៅរ៉ាំបែបហ្នឹងហើយយើងក៏ចិត្តតមកបន្តក៏ឲ្យរៀងស្ដើងបន្តិចចុងក្រោយមកហើយនេះខ្ញុំធ្វើរៀងស្រួយបន្តិចឲ្យខ្លោចបន្តិចវាឈ្ងុយវាពេលយប់មើលទៅសម្បុរវាមិនសូវល្អបងប្អូនងឹតផងអីផងអញ្ចឹង
តែនៅឆ្លៀតថតចូលចាប់វីដេអូដើម្បីចែកជូនដល់បងប្អូនកំសាន្តគ្រប់កម្មភាពទាំងអស់ចឹងឥឡូវខ្នោរបស់យើងបានស្រង់មកហើយគឺស្រួយខ្ញោកតែម្ដងប៉ុណ្ណឹងបងប្អូនណាគឺទុកបានតែផ្លែទៅយើងក៏ច្រកថង់ឬក៏ច្រកជាកដុងអីមួយឲ្យចិត្តទៅបងប្អូនដាក់មួកម្រោឲ្យចិត្តទៅដើម្បីឲ្យស្រួយបានយូរបងប្អូននៅចំហអញ្ចឹងព្រឹកឡើងវានឹងស្វាត់អញ្ចឹងហ្នឹងជាលើសមួយដែរសម្រាប់បងប្អូនទុកឲ្យបានស្រួលកុំឲ្យចូលខ្យល់ដើម្បីធ្វើឲ្យស្រួយបានយូរពេលញ៉ាំទៅស្រួយឆ្ងាញ់មែនទែនតែម្ដងសម្រាប់ខ្នោបំពងរបស់យើងអានេះអន់ពេលយប់យើងថតពេលយប់ក្លៀនពេលយប់ធ្វើពេលយប់តែម្ដងមានខ្លះខ្លោចមានខ្លះអីចឹងដែលថាយើងដាក់ច្រើនអញ្ចឹងខំភ្លើងតិចដែរអញ្ចឹងតែអត់បញ្ហាយើងញ៉ាំទៅយើងទេព្រោះយើងវាធ្វើជាលក់យើងដាក់តិចចឹងហ្នឹងហើយយើងបិទភ្លើងទេយើងតែបងពេញឆារឹងពុះមកល្មមហើយយើងក៏បថយភ្លើងវិញអញ្ចឹងណាដើម្បីឲ្យខ្នោយើងឆ្អិនតាមសម្រាប់ម្ដៅអញ្ចឹងវាមិនសូវខ្លោចអញ្ចឹងណាបងប្អូនឥឡូវក៏រួចជាស្រេចហើយឡើងពេញមកកញ្ច្រែងចឹងម្ដងហើយតែនៅសល់មួយឆ្នាំងទៀតអត់បានថតបង្ហាញទេព្រោះអីថតយប់ហើយអញ្ចឹងល្មមកាត់ទៅក៏អាចថារួចជាស្រេចហើយដែរអញ្ចឹងណាប៉ុណ្ណឹងមកអាចថតទៅជួយបងប្អូនកំសាន្តប៉ុណ្ណឹងបានហើយអញ្ចឹងទីដំបូងបញ្ចប់ខ្ញុំសូមអរគុណពុកម៉ែបងប្អូនតែងតែតាមដានស្គាល់កម្មភាពវីដេអូនេះខ្ញុំនឹងទ្រាំទ្រនឹងមិនទ្រាំទ្រក្តីបងប្អូនខ្ញុំនៅធ្វើជាវីដេអូសម្រាប់ចែកជូនបងប្អូនកុំភ្លេចចុចតាមដានមួយផងអរគុណ